តាមដីកំណើតខ្ញុំពេលនេះជួបវិបត្តិធំអ្នកភូមិទឹកភ្នែកគ្មានលហាទុកជួនលើក្រជាកម្មសិកររស់ពឹងលើស្រែស្រូវទុំព្រំដែនជាប់ខ្សែបែរជាលួងចេញមិនបានអូសេអូផ្លាំងស្រែប្រាំងខកខ្លួនស្ទើរយំសុំអង្វរយួនខ្សែដួនឲ្យសងគ្រោះប្រាណគឺបន់ថោកថ្លៃពុំកំរិត